Okay បើសិនជាខ្ញុំនិយាយថាភាពសម្រស់ធម៌គឺត្រូវបានសង្គមយើងសពថ្ងៃប្រើធ្វើជាសម្ពាយគុណបំណាច់ដើម្បីបង្ខំជនរងគ្រោះដែលទទួលជំនួយនឹងឲ្យគាត់បន្តសម្ដែងជាតួកំសត់នៅមុខកាមេរ៉ារបស់សប្បុរសជនតើយើងយល់យ៉ាងណាដែរខ្ញុំសូមចិត្តបងប្អូនតិចថាកុំតន់អាចជេរខ្ញុំចាំជេរពេលក្រោយទៅខ្ញុំសូមនិយាយសិនចាំនិយាយឲ្យចាំជេរតទៀតមុននឹងខ្ញុំនិយាយចូលទៅជ្រៅនឹងខ្ញុំចង់ទទួលស្គាល់ឲ្យថាយេកំណត់ខ្ញុំអាចអត់ត្រូវទេហើយចង់ជេរក៏ជេរបន្ថែមទៅប៉ុន្តែស្ដាប់ខ្ញុំសិនហើយចាំជេរពេលក្រោយអូខេអញ្ចឹងមុននឹងជេរខ្ញុំចង់ឲ្យយើងសម័យខ្លួនឯងធ្វើជាជនរងគ្រោះឬក៏ជាក្មេងស្រីមួយសិនចុះណាថាម្សិលមិញយើងមានរឿងដូចថាឈឺចិត្តខ្លះទៅយើងមានរឿងប៉ះពាល់អារម្មណ៍របស់ខ្លួនឯងពេញមួយថ្ងៃហើយនៅពេលដែលយើងមានវិបត្តិរួចព្រឹកឡើងស្រាប់តែយើងខ្លាចជាជនល្បីអញ្ចឹងអារម្មណ៍ជាជនល្បីខ្ញុំអត់ដឹងថាអារម្មណ៍មិនទេណាប៉ុន្តែសុកស្រាប់តែមានគេឆាតឬក៏តាក់ទងមកសុំជួបហើយក៏សុំណាត់ជួបហើយក៏យកលុយមកញុកចូលដៃរួចហើយទាញកាមេរ៉ាថតគ្រប់ជ្រុងអញ្ចឹងមកទាញក្បាលមីក្រូញុកចូលមាត់អីចឹងទៅអញ្ចឹងសម័យអារម្មណ៍យើងថាតើយើងមានអារម្មណ៍ថាម៉េចសុកយើងល្បីទាំងដែលមិនបានចង់ល្បីហើយជាងនឹងទៅទៀតនៅពេលដែលលុយត្រូវបានញុកចូលដៃហើយស្រេចមួយលានប្រមាណពាន់អីចឹងទៅឧទាហរណ៍ហើយលុយទាំងអស់ហ្នឹងច្រើនយើងប្រហែលជាមិនដែលធ្លាប់ស្គាល់លុយហ្នឹងឯងអញ្ចឹងសម័យថាយើងទៅជាសុកបានលៀបសក្ការៈប៉ុណ្ណឹងប៉ុន្តែបដូរមកជាមួយកាមេរ៉ាប្រមាណឈុំបើសិនជាយើងជាក្មេងស្រីហើយយើងចង់បានលុយនឹងដែរដោយសារជីវភាពយើងអញ្ចឹងអាហ្នឹងអត់អីណាប៉ុន្តែសម័យថាយើងគិតថាយើងមានសិទ្ធិក្នុងការបកកាយឬក៏អត់ទេនៅពេលដែលអ្នកដទៃទាញកាមេរ៉ាថតយើងយកទៅផ្សាយបន្តទៀតអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យយើងសម័យជាក្មេងស្រីហ្នឹងអញ្ចឹងបើខ្ញុំដាក់ខ្លួនខ្ញុំជាកូនស្រីហ្នឹងខ្ញុំអាចសម័យចេះឥឡូវលុយចូលដៃអញបាត់ហើយហ្នឹងតើអញបកែកឬក៏អញយកឥឡូវហ្នឹងបើសិនជាអញយកអញ្ចឹងអញមានតែបដ ாய் គេថតអញ្ចឹងអញត្រូវចូលរួមសម្ដែងមួយគេទៅតែបើសិនជាអញអត់យកតិចលោកគេឲ្យលុយអញទៅអញ្ចឹងសួរថាអញចង់បានលុយឬក៏អត់អញ្ចឹងនៅពេលដែលគាត់សម្រេចចិត្តថាអូខេលុយច្រើនដែរបើយកចូលរួមសម្ដែងតិចទៀតដើម្បីបានលុយឃើញអត់អញ្ចឹងកន្លែងនេះវាមានន័យថាម៉េចវាមានន័យថាអាលុយហ្នឹងវាមកជាមួយនឹងសម្ពាយគុណវាមកជាមួយនឹងការបាត់បង់លទ្ធភាពមិនអាចប្រកែកបានអត់អាចឲ្យគេអត់ថតបានអញ្ចឹងចង់មិនចង់គាត់คล้ายទៅជាតួដែលត្រូវបានគេកັບវិចខ្ចប់ជា package យកទៅធ្វើជា material ទីផ្សារអញ្ចឹងជាការមើលឃើញផ្ទាល់ខ្លួនរបស់ខ្ញុំកន្លែងនេះគឺខ្ញុំអត់ហៅវាថាជាសប្បុរសធម៌ទេខ្ញុំហៅវាថាជាការឆ្លៀតឱកាសវាមិនមែនជាសប្បុរសធម៌ទេវាជាការឆ្លៀតឱកាសហេតុអីបានខ្ញុំហៅវាថាជាការឆ្លៀតឱកាសបងខំឲ្យលុយទៅបងឯងអញ្ចឹងបងឯងឥឡូវជាពាក់កូនបងឥឡូវជួយបងវិញតិចពីព្រោះអីលុយដែលគេតម្លាក់ទៅឲ្យគាត់ហ្នឹងគឺត្រូវតែជាលុយដែលអាចបដូរមកវិញជាមួយនឹងឱកាសដែលអាចឲ្យគេថតយកទៅធ្វើការផ្សព្វផ្សាយបានយ៉ាងទូលំទូលាយហើយការផ្សព្វផ្សាយនឹងដែរហ្នឹងក៏មិនមែនផ្សព្វផ្សាយអីទេគឺភាគច្រើនសកម្មភាពថតឬក៏អីជាមួយជនរងគ្រោះហ្នឹងក៏មានភ្ជាប់មកជាមួយផលិតផលរបស់ពួកគាត់ដែរយើងក៏ឃើញច្រើនដែរសកម្មភាពអស់ហ្នឹងអញ្ចឹងអាហ្នឹងគឺជាភស្តុតាងបញ្ជាក់ថាសប្បុរសធម៌ទាំងអស់ហ្នឹងវាមិនមែនជាសប្បុរសធម៌ទេវាគឺជា business model អញ្ចឹងបើសិនជាបងប្អូននៅតែគិតថាខ្ញុំនិយាយខុសឬក៏និយាយមិនត្រូវខ្ញុំអាចឲ្យបងប្អូនសម័យមកតង់ទៀតបានថាអញ្ចេះសម័យថាបើសិនជាយើងអ្នកលក់សណ្តែកដីជាក្មេងលក់សណ្តែកដីនឹងដដែលហើយម្សិលមិញយើងអត់បានល្បីទេជីវិតយើងនឹងនៅធម្មតាយើងនឹងអត់មានមកជាពាក់វគ្គវិននឹងអាហ្នឹងទេទោះបីបងឯងលំបាកញ៉ាំអំបិលឬក៏យើងជីវភាពដើរកាយធំរកកំប៉ុងរកអីក៏ដោយក៏ប្រហែលជាគ្មានលទ្ធភាពមកខ្លាយជាអ្នកល្បីដែរហើយក៏គ្មានលទ្ធភាពប្រហែលជាទទួលបានរាប់រយរាប់ពាន់ដុល្លារងាយៗអញ្ចឹងដែរ